តោះតែជា roller coaster ដែលលឿនជាងគេបំផុតជាមួយនឹងខ្ញុំកន្លែងដែលខ្ញុំត្រូវទៅហ្នឹងគឺនៅ Ferrari World បើជិះពីផ្ទះរបស់ខ្ញុំទៅប្រហែលជាខ្ទង់1ម៉ោង40នាទីបានទៅដល់បន្ទាប់ពីយើងជិះឡានអស់រយៈពេល72ម៉ោងហើយឥឡូវយើងបានមកដល់កន្លែងដែលយើងត្រូវមកលេងហ្នឹងហើយនេះជាទស្សនភាពនៅក្នុងកន្លែងលក់សំបុត្រអ្វីដែលយើងចូលទៅហ្នឹងគឺឃើញមុនគេហ្នឹងគឺគេដាក់តាំងឡាន Ferrari នៅនឹងហ្មងហើយឡាន Ferrari ដែលនៅមុខខ្ញុំនេះគឺជា Ferrari Daytona SP3 ដែលមានតម្លៃជាង$2 លានOh my god ខ្ញុំមកនេះមិនមែនមកម្នាក់ឯងទេគឺមកជាមួយនឹង guide ទាំងពីររបស់ខ្ញុំគឺ Sarah និង Martin អានេះគឺទស្សនភាពនៅខាងក្នុងគឺយើងមើលទៅដូចនៅក្នុងរឿងតុក្កតាអញ្ចឹងណាឥឡូវយើងបានមកដល់កន្លែងលេងទី1ហើយកន្លែងលេងទី1ហ្នឹងរបៀបថា 5D ហើយខ្ញុំចូលទៅអត់សូវបានថតច្រើនទេដោយថាជក់មើលពេកយើងចូលមកដល់កន្លែងទី2ហ្មងទៅកន្លែងទី2ហ្នឹងគឺ Ferrari Factory គឺជារោងចក្រផលិតឡាន Ferrari ចូលទៅឃើញគេដាក់តាំងម៉ាស៊ីនឡានហ្មងបន្ទាប់មកយើងឃើញមានគេដាក់តាប់ឡូឡានហើយនៅក្នុងហ្នឹងគេមានដាក់តាំងគ្រឿងឡានមួយផ្នែករបស់ Ferrari ហ្មងអានេះយើងបានចូលដល់ខាងក្នុងអីខាងក្នុងហ្នឹងគេបង្ហាញពីការធ្វើឡាន Ferrari ហ្នឹងតាំងពីជំហានដំបូងរហូតដល់ជំហានបញ្ចប់តែម្ដងនេះគឺជាកន្លែងទី3ដែលខ្ញុំនាំមកដែលមានឈ្មោះថា Mission Ferrari គឺសាំមែនតើគឺខ្ញុំទៅគេបិទនៅកន្លែងហ្នឹងអត់ឲ្យជិះឥឡូវគឺយើងមកកន្លែងទី4មកទៅគឺ Flying Access កន្លែងហ្នឹងគេធ្វើលំនាំដូចយើងនៅក្នុងសង្គ្រាមលោកលើកទី1អញ្ចឹងប្រវែងរបស់ roller coaster ហ្នឹងគឺមានប្រវែង 1500 ម៉ែត្រហើយកម្ពស់វិញគឺ63ម៉ែត្រចំណែកឯល្បឿនវិញបើយើងគិតទៅ120គីឡូក្នុង1ម៉ោងហើយខ្ញុំជិះប្រហែលជាខ្ទង់1នាទី20ដល់កន្លែងដើមវិញហ្មងគឺលឿនមែនតើបន្ទាប់ពីយើងជិះអាមិញហើយឥឡូវគឺយើងជិះអាលឿនជាងនឹងគុណ7ទៀតចង់ដឹងថាវាខ្លាំងប៉ុណ្ណាកន្លែងដែលខ្ញុំនាំមកចុងក្រោយនេះគឺឈ្មោះថាFormula Rossa គឺមានប្រវែង2074ម៉ែត្រកម្ពស់គឺ52ម៉ែត្រល្បឿនរបស់វាវិញ240គីឡូម៉ែត្រក្នុង1ម៉ោងខ្ទង់ប្រហែលជា50សេcondsគឺមកដល់កន្លែងដើមវិញហ្មងបើថា stress អីឈប់បាត់តាមកង់អាទិភ្លើងអស់ហើយនៅហ្នឹងវាមានកន្លែងលេងច្រើនទៀតដែលខ្ញុំអត់បានទៅថតកន្លែងខ្លះគឺបិទអញ្ចឹងដំណើរកម្សាន្តរបស់យើងនៅ Ferrari World ពេញមួយថ្ងៃហ្នឹងគឺចប់សន្មតថាចប់ដោយបរិបូរណ៍យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងក្រៃលែង